ខុងជឺបានបរៀនថាមនុស្សដែលអាចយកឈ្នះខ្លួនឯងបានគឺខ្លាំងជាងមនុស្សដែលយកឈ្នះអ្នកដទៃកំហឹងមិនមែនជាសញ្ញានៃកម្លាំងទេការគ្រប់គ្រងវាទើបជាកម្លាំងពិតប្រាកដនៅពេលអ្នកខឹងកុំប្រញាប់ឆ្លើយតបពាក្យមួយម៉ាត់ដែលនិយាយក្នុងពេលកំហឹងអាចបំផ្លាញទំនាក់ទំនងដែលបានកសាងអស់ជាច្រើនឆ្នាំខុងជឺជឿថាមនុស្សមានប្រាជ្ញាមិនអនុញ្ញាតឲ្យអារម្មណ៍គ្រប់គ្រងការសម្រេចចិត្តរបស់ខ្លួនទេពួកគេស្ដាប់មុនគិតមុនហើយទើបនិយាយសួរខ្លួនឯងថាតើរឿងនេះនឹងនៅមានន័យមួយឆ្នាំទៀតទេបើចម្លើយគឺមិនទេហេតុអ្វីត្រូវចំណាយសន្តិភាពក្នុងចិត្តលើវាមនុស្សដែលធ្វើឲ្យអ្នកខឹងមិនមែនជាអ្នកគ្រប់គ្រងជីវិតអ្នកទេប៉ុន្តែបើអ្នកមិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបាននោះអ្នកបានប្រគល់ការគ្រប់គ្រងទៅឲ្យគេហើយអ្នកប្រាជ្ញប៉ិនប្រកែកដើម្បីឈ្នះគ្រប់ពេលទេពួកគេជ្រើសរើសសន្តិភាពជាជាងការឈ្នះដែលគ្មានន័យកំហឹងភាគច្រើនកើតចេញពីការរំពឹងទុកយើងចង់ឲ្យអ្នកដទៃគិតដូចយើងធ្វើដូចយើងប៉ុន្តែមនុស្សគ្រប់រូបមានផ្លូវរបស់ខ្លួនបើអ្នកមិនអាចផ្លាស់ប្ដូររឿងមួយបានចូលកុំឲ្យវាបំផ្លាញភាពស្ងប់ស្ងាត់របស់អ្នកពេលខ្លះការទទួលយកគឺជាដំណោះស្រាយដ៏ល្អបំផុតមនុស្សដែលនិយាយខ្លាំងមិនមែនតែខ្លាំងទេជាញឹកញាប់អ្នកដែលនៅស្ងៀមទើបជាអ្នកដែលគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានខុងជឿបានផ្ដល់តម្លៃដល់ការគោរពទោះបីអ្នកមិនយល់ស្របជាមួយនរណាម្នាក់ក៏ដោយអ្នកនៅតែអាចនិយាយដោយការគោរពមិនចាំបាច់ធ្វើឲ្យអ្នកដទៃឈឺចាប់ដើម្បីបង្ហាញថាអ្នកត្រឹមត្រូវមុននឹងវិនិច្ឆ័យអ្នកដទៃសូមមើលខ្លួនឯងសិនមនុស្សដែលតែងតែកែខ្លួនឯងមានពេលតិចសម្រាប់រិះគន់គេកំហឹងដូចជាភ្លើងបើអ្នកមិនគ្រប់គ្រងវានឹងដុតបំផ្លាញសន្តិភាពទំនាក់ទំនងនិងអនាគតរបស់អ្នកប្រាជ្ញមិនឆ្លើយតបគ្រប់ពាក្យដែលគេនិយាយទេពួកគេដឹងថាពេលខ្លះភាពស្ងៀមស្ងាត់គឺជាចម្លើយដែលមានអំណាចបំផុតការអត់ធ្មត់មិនមែនជាភាពទន់ខ្សោយទេវាគឺជាសមត្ថភាពក្នុងការរក្សាចិត្តឲ្យស្ងប់ទោះបីពិភពលោកកំពុងរញ្ជួយក៏ដោយចុងក្រោយខុងជឺបានបង្រៀនថាមនុស្សដែលរស់នៅដោយប្រាជ្ញាមិនចាំបាច់ឈ្នះអ្នកដទៃទេពួកគេគ្រាន់តែឈ្នះកំហឹងអំនួតនិងអារម្មណ៍របស់ខ្លួនរាល់ថ្ងៃនោះហើយគឺជាជ័យជំនះដ៏ធំបំផុត Hey, sweetness.